ចាំមែបងប្អូនណាខ្លះដែលគាត់អត់ធ្លាប់ហូបចេកទេតែពេលហូបចេកទៅលមូចង់ក្អួតមកហើយភាគច្រើនខ្ញុំឲ្យបងប្អូនចំណាំអ្នកដែលញ៉ាំចេកទៅលមូចង់ក្អួតទៅឆែកមើលសុខភាពកាពះរបស់ខ្លួនឯងភាគច្រើនអ្នកដែលគាត់មានជំងឺបញ្ហាកាពះហ្នឹងវាតែងតែលាក់ស៊ីជាមួយសារធាតុប៉ូតាស្យូមនៅក្នុងចេកវាមានសារធាតុប៉ូតាស្យូមហ្នឹងច្រើនហើយជាពិសេសចេកណាំវ៉ាគឺល្អមែនទែនបើអ្នកម៉ាក់ដែលកំពុងមានផ្ទៃពោះផងការដែលញ៉ាំចេកហ្នឹងជួយសម្រួលបានទាំងកាពះរបស់គាត់វាធ្វើឲ្យជាតិអាស៊ីតក្នុងកាពះរបស់យើងហ្នឹងហើយមួយទៀតវាធ្វើឲ្យភ្នាកាពះយើងហ្នឹងវារៀងក្រាស់ហើយនៅក្នុងហ្នឹងដោយសារវាសម្បូរទៅដោយប៉ូតាស្យូមគឺវាជួយបានច្រើនអញ្ចឹងកង្វះប៉ូតាស្យូមវាមានជំងឺជាច្រើនវាធ្វើឲ្យគាត់ភ្លេចភ្លាំងគាត់អាសាររវល់កំពើស្ពឹកសពុនដៃជើងរវល់សាច់ដុំអីចឹងឬក៏សាច់ដុំខ្សោយអ្នកដែលគាត់អត់ទម្លាប់ញ៉ាំចេកខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាទៅរៀនញ៉ាំចេកណាំវ៉ាវិញហើយកុំទាន់ញ៉ាំអាទុំខ្លាំងពេកព្រោះដោយសារអាភាពទន់និងភាពផ្អែមរបស់វានឹងវាធ្វើឲ្យយើងនឹងអាចអត់ទាន់ទទួលយកបានអញ្ចឹងឲ្យញ៉ាំអាចេកណាំវ៉ាហើយប្រភេទដែលរៀងរឹងហើយមានចត់បន្តិចហើយមួយទៀតបងប្អូនកុំខ្ជិលញ៉ាំពីញ៉ាំព្រោះសារធាតុនឹងរាងកាយយើងត្រូវការណាទាំងសាច់ដុំតាំងពីលីកាម៉ង់ឬក៏សរសៃពោះហើយនឹងមួយទៀតគឺអរហ្គានមួយចំនួននៅក្នុងរាងកាយរបស់យើងដូចជាពោះវៀនធំដូចជាកាពះដូចជាពោះវៀនទូចគឺសិតតែត្រូវការដើម្បីទ្រទ្រង់ស្ថានភាពរាងកាយរបស់យើងហើយអាសារធាតុប៉ូតាស្យូមនៅក្នុងចេកហ្នឹងឬក៏សូយ៉ូមហ្នឹងសិតតែជាប្រភេទអេឡិចត្រូឡៃដែលរាងកាយយើងត្រូវការទាំងពីសរសៃឈាមតាំងពីស្មារតីខួរក្បាលការគិតរបស់យើងខ្វះអាសារធាតុហ្នឹងគឺវាបាត់បង់ហើយវាមានជំងឺជាច្រើនដូចគ្នាដែរមើលវីដេអូហ្នឹងហើយកុំភ្លេចទៅរៀនញ៉ាំចេកទាំងអស់គ្នាសម្រាប់អ្នកណាដែលគាត់មិនចូលចិត្តញ៉ាំទៅគឺដឹងតែឆ្លាតវាវៃហើយបងប្អូនទាំងអស់គ្នាចាអរគុណច្រើន